ធម៌ទេសនាពុទ្ធបរិស័ទទាំងឡាយព្រះជាម្ចាស់ទ្រង់បានសម្ដែងធម៌មួយលោកហៅថាសង្សារវដ្តសង្សារវដ្តនេះមានន័យថាការវិលទៅវិលមកឬក៏មានន័យថាការអន្ទូលទៅអន្ទូលមករបស់ណាកើតរបស់នឹងតែងត្រត់ទៅវិញព្រះពុទ្ធលោកប្រៀបថាភេនុបណ្ដោប្រមាំងរូបបាំងរូបនេះមានសេចក្តីប្រៀបធៀបទៅនឹងដុំពពុះទឹកនឹងរូបគ្រប់គ្នាគ្រប់សត្វគ្រប់រូបគ្រប់ប្រាណទាំងអស់រូបនឹងមានសេចក្តីប្រៀបធៀបដូចជាដុំពពុះទឹកដុំពពុះទឹកនឹងតើយ៉ាងម៉េចនៅពេលណាដែលពពុះនឹងបកឡើងមិនដំបងតូចទេប៉ិនមេដៃមេជើងយូរប៉ិនកដៃកជើងយូរប៉ិនកតាំងប៉ិនកជើងប៉ិនអីតែសារអំណាចនៃកម្លាំងទឹកតែធាក់ទៅហើយក៏កើតឡើងទៅជាដុំនៃពពុះទឹកហើយដុំពពុះទឹកហ្នឹងជារបស់មិនមានខ្លឹមសារទេជារបស់កើតឡើងហើយងាយបែកស្គេទៅវិញជារបស់អត់ខ្លឹមយើងយកដុំពពុះទឹកមកពិចារណាទៅឃើញហើយឃើញថានៅពេលណាដែលកឡើងធំឡើងប៉ុណ្ណាក៏ដោយក៏វាអត់មានខ្លឹមសារដែរដល់ទីបំផុតក៏ត្រូវថ្ងៃត្រូវខ្យល់ទៅក៏បែកព្រាយទៅជាទឹកធម្មតាវិញអស់ទៅចំណែកណាដីក៏ទៅជាដីធម្មតាទៅចំណែកណាទឹកក៏ជាទឹកធម្មតាទៅចំណែកណាភ្លើងក៏ជាភ្លើងធម្មតាទៅកន្លែងណាខ្យល់ក៏ខ្យល់ជាធម្មតាទៅយ៉ាងណាមិញរូបរាងកាយមនុស្សសត្វទាំងអស់តែងប្រមូលផ្ដុំពូតផ្ដុំឡើងបានទៅជារាងកាយមួយនៅក្នុងរូបរាងកាយយ៉ាងនេះព្រះពុទ្ធជាម្ចាស់លោកតែងពោលថាសមូហៈការប្រជុំនៅអក្សរទាំង32ផ្ដុំឡើងហើយអក្សរទាំង32ហ្នឹងគឺមានឈ្មោះហៅដែលយើងគេឯងទាំងអស់គ្នាជាប់ស្គាល់ព្រះពុទ្ធជាម្ចាស់លោកបានពោលថានៅក្នុងរូបរាងកាយយើងម្នាក់សត្វទាំងអស់តាំងពីសត្វដេរឆានមកទល់មនុស្សតែងមានអក្សរទាំង32ប្រជុំគ្នាគឺបានដល់សក់រោមប្រចោតថ្មិញស្បែកបាច់សរសៃឆ្អឹងខួរក្នុងឆ្អឹងតម្រង់ស្សាវៈបេះដូងស្លើវាវកាពះសួតពវៀនតូចពវៀនធំអាហារថ្មីអាហារចាស់ប្រមាត់ឆ្លេះខ្ទុះឈាមញើសខ្លាញ់ខាប់ទឹកភ្នែកខ្លាញ់រាវទឹកមាត់ទឹករបោតទឹករំអល់ទឹកមកខួរក្នុងក្បាលនេះចាប់ពីចុងសររហូតដល់បាតជើងហ្នឹងគឺមានប្រទេសឯងបានពោលផ្ដុំមកមានរូបរាងកាយយើងនេះដែលត្រង់ទៅដោយបុណ្យកុសលដែលបានសាងពីអតីតជាតិមកហ្នឹងបានតាក់តែងរូបនេះបានទ្រង់រូបនេះឲ្យប្រព្រឹត្តទៅជាធម្មតាហើយនៅក្នុងរូបហ្នឹងមានវិញ្ញាណមួយវិញ្ញាណគឺជាតួចិត្តនឹងក្រោកក្នុងរូបហ្នឹងចិត្តនឹងគឺជាធម្មចិត្តដឹងសម្រាប់ពិចារណាដឹងឃ្លានដឹងខុសដឹងត្រូវដឹងតានីទុកនេះម្ដាយហ្នឹងគឺជាតួចិត្តហើយដូចជាពេលនេះពុទ្ធបរិស័ទស្ដាប់ធម៌ទេសនាដែលកំពុងឃើញអាត្មាកំពុងស្គាល់កំពុងដឹងកំពុងត្រង់ស្ដាប់អំពីអីហើយលោកទេសនាអំពីអ្វីហ្នឹងដឹងហ្នឹងគឺជាតួចិត្តហើយចិត្តហ្នឹងគឺជាសម្រាប់គិតគូរពិចារណារកស៊ីចំជីវិតធ្វើការងារអ្វីមានបុណ្យកុសលជាដើមនឹងចិត្តទាំងអស់ហើយព្រះពុទ្ធជាម្ចាស់លោកបានសម្ដែងចេះសម្ដែងថារូបយើងទាំងអស់គ្នាកាលណាកើតឡើងហើយត្រូវតែបែកស្គេទៅវិញត្រូវតែវិនិច្ឆ័យទៅវិញដូចជាដុំនៃពពុះទឹកអញ្ចឹងរូបនេះមិនដឹងជាកើតហើយបែកស្គេនេះរាប់មិនអស់នៅក្នុងប្រសូតមកកន្លែងលោកបានបញ្ជាក់ថានាលភិក្ខុទាំងឡាយឆ្អឹងទាំងឡាយដែលមនុស្សទាំងអស់មនុស្សម្នាក់ស្លាប់ហើយកើតហើយស្លាប់ទៅវិញកើតហើយស្លាប់ទៅវិញនៅពេលណាស្លាប់ទៅវិញ្ញាណនឹងក៏ចុះចាក់រូបនឹងទៅកើតជារូបថ្មីមកហើយដល់កើតមកក៏ស្លាប់ទៅវិញទៅលោកថាក្នុងវិក័ពបើសិនជាកោឆ្អឹងនឹងលោកព្រៀបលោកថាភ្នំវិបុលនឹងជាភ្នំមួយធំខ្ពស់ជាងភ្នំត្រៃកោណភ្នំវិបុលគឺឡើងមួយថ្ងៃមួយយប់វាអត់ទាន់រួចទេដំណឹកខ្ពស់ណាស់ហើយគេយកខ្មាច់ឈើយើងហ្នឹងយកខ្មាច់យកមកកាច់កប្រប៉ិនភ្នំហ្នឹងយ៉ាងណាដែលភ្នំនឹងខ្ពស់ប៉ុណ្ណឹងនៅមិនដល់ឆ្អឹងមនុស្សម្នាក់ដែលកើតស្លាប់ហើយចិត្តតកគ្រប់ទៅជាតិកើតមកជាតិអញ្ចឹងទៅស្លាប់ទៅឆ្អឹងនឹងមកធេអញ្ចឹងទៅជាតិក្រោយយកមកតទៅលោកថាភ្នំវិបុលដែលខ្ពស់ប៉ុណ្ណឹងតិចជាងមនុស្សម្នាក់ដែលកើតក្នុងវិក័ពទេ
មនុស្សដែលកើតស្លាប់ឆ្អឹងកូនច្រើនជាងភ្នំនេះទៅទៀតច្រើនជាងកពស់ភ្នំនេះទៅទៀតនឹងក្នុងម្នាក់ប៉ុន្តែមកអំពីឆ្នាំមិនតាំងនៅទេវាចិត្តតែពុកភ័យអស់ទៅបើតាំងនៅលោកព្រាបថាក្នុង